សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកជួបយើងនៅព្រឹកនេះដែរយើងមានតម្រុយថ្មីសម្រាប់ពុកម៉ែបងប្អូនទស្សនានឹងមើលកំសាន្តលេងសម្រាប់ថ្ងៃទី11ខែ3 2025តម្រុយរបស់យើងគឺមានប៉ុណ្ណឹងហើយយើងក៏មានសុបិននិយាយជូនពុកម៉ែបងប្អូនស្ដាប់កំសាន្តដូចគ្នាតែមុននឹងនិយាយសុបិនយើងក៏សូមពឹងពុកម៉ែបងប្អូនដែលចូលរួមទស្សនាទាំងអស់គ្នានេះកុំភ្លេចជួយចុចពាក្យ like share subscribe ឬក៏កណ្ដឹងឲ្យ channel យើងម្នាក់មួយផងចាឬក៏ពុកម៉ែបងប្អូនចង់បានតម្រុយតាមម៉ោងតាមពេលណាកុំភ្លេចចុចទៅលើ link ដែលយាយដាក់នៅលើតម្រុយនឹងផងចាអរគុណច្រើនពុកម៉ែបងប្អូនទាំងអស់គ្នាតើចាំពុកម៉ែបងប្អូនចូលមកស្ដាប់សបិនយាយយប់មួយនេះយាយសបិនឃើញយាយនឹងពោក្មេងម្នាក់ចូលក្នុងបន្ទប់ទឹកណាចាពោក្មេងម្នាក់ចូលក្នុងបន្ទប់ទឹកហើយស្រាប់តែក្មេងហ្នឹងក្អួតចាក្អួតចេញសតតដោះគោបសហ្នឹងហើយឃើញយាយហ្នឹងយកបោយទឹកហ្នឹងជះទៅដោះគោជះរបៀបដូចជះក្អួតហ្នឹងចេញនៅក្នុងបន្ទប់ទឹកចាជះមកយកទៅភ្លឺហ្នឹងហើយឃើញក្មេងហ្នឹងពោនឹងចកេះហ្នឹងហើយអញ្ចឹងយាយក៏កាត់យក51 57 61 07 ត្រូវ5 751 618 407អស់5អស់0អញ្ចឹងពុកម៉ែបងប្អូនចេះកាត់លេខអីក៏យកតាមហ្នឹងទៅចាហើយក៏ជូនពរហេងសំណាងល្អទាំងអស់គ្នាអញ្ចឹងវីដេអូយាយក៏មានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយបាយ